នេះគឺជាករណីសម្លាប់ដ៏ឃោរឃៅនៅកូរ៉េខាងត្បូងស្ត្រីវ័យក្មេងម្នាក់យកសពដាក់ចូលក្នុងវ៉ាលីរួចក៏ធ្វើដំណើរតាមរយៈរថភ្លើងហើយនេះគឺជាសកម្មភាពដែលស្ត្រីម្នាក់នោះដែលដៃរបស់គាត់បានកាន់ជាមួយនឹងវ៉ាលីហើយកំពុងតែធ្វើដំណើរតាមផ្លូវហេតុការណ៍នេះបានធ្វើឲ្យនៅប្រទេសកូរ៉េខាងត្បូងមានការរន្ធត់យ៉ាងខ្លាំងនៅពេលដែលគេរកឃើញថាក្នុងវ៉ាលីនោះជាសពដែលត្រូវបានគេពត់ដៃពត់ជើងវាជាសពរបស់ស្ត្រីវ័យ20ឆ្នាំម្នាក់ដែលត្រូវបានគេសម្លាប់យ៉ាងឃោរឃៅដោយស្ត្រីម្នាក់ទៀតឃាតករនោះមានឈ្មោះថាចុងយូចុងអាយុ23ឆ្នាំនៅថ្ងៃទី26ឧសភាម៉ោង5:30នាទីល្ងាចនៅផ្ទះជួលមួយកន្លែងក្នុងតំបន់ប៊ូសានឃាតករបានប្រើអាវុធដ៏មុតដើម្បីសម្លាប់តែលើជនរងគ្រោះដើម្បីងាយស្រួលក្នុងការយកសាកសពនេះចេញឃាតករបានកាត់សពនោះជាផ្នែកដាក់ចូលទៅក្នុងវ៉ាលីហើយយកទៅបោះចោលនៅព្រៃខាងក្រៅតំបន់នោះហើយអ្វីបានជាករណីនេះធ្វើឲ្យមនុស្សភ័យខ្លាចបើតាមការសាកសួរជនសង្ស័យបានសារភាពថានាងសម្លាប់ជនរងគ្រោះដោយសារតែចង់ដឹងថាតើវាមានអារម្មណ៍យ៉ាងណាក្នុងការសម្លាប់មនុស្សដែលពួកគេគ្មានចំនួនឬទំនាក់ទំនងអ្វីជាមួយគ្នាឡើយអ្វីដែលសាហាវឃោរឃៅនោះគឺឃាតករបានធ្វើការកាត់សាកសពជាផ្នែកនិងការយកទៅដាក់ក្នុងវ៉ាលីរួចធ្វើដំណើរយកទៅបោះចោលដើម្បីបំបត្តិភស្តុតាងអ្វីដែលគេមិនយល់នោះគឺជនរងគ្រោះគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុន្តែជាអកុសលត្រូវបានឃាតករធ្វើការសាកល្បងសម្លាប់ដោយចៃដន្យនៅកូរ៉េខាងត្បូងផ្ទុះឡើងដោយសារការភ័យខ្លាចពីអំពើឧក្រិដ្ឋកម្មដោយគ្មានមូលហេតុអ្នកជំនាញផ្នែកចិត្តសាស្ត្រនិយាយថាឃាតករប្រហែលជាមានជំងឺផ្លូវចិត្តឬការរំខានផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរប្រជាជននៅទីនោះបានជំរុញឲ្យមានការត្រួតពិនិត្យទៅលើសុវត្ថិភាពសាធារណៈនិងការតាមដានទៅលើមនុស្សដែលមានសតិមិនសូវល្អបន្ទាប់មកឃាតករត្រូវបានចាប់ខ្លួនហើយកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតជាពលរដ្ឋកូរ៉េជាច្រើនតម្រូវឲ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររួមទាំងវិធានការព្យាបាលផ្លូវចិត្តសម្រាប់ឃាតករម្នាក់នេះនេះគឺជាការរំលោភសិទ្ធិមនុស្សដ៏សាហាវបំផុតដែលគ្មាននរណាអាចយល់បានតែអ្នកយល់យ៉ាងណាចំពោះករណីឃាតកម្មមួយនេះ